សួស្តីអតិថិជនខ្លាំងអាទឹក6A ទាំងអស់គ្នាចាថ្ងៃនេះខ្ញុំមកណែនាំបងពីឧបករណ៍មួយប្រភេទចាក្រៅពីធុងចម្រោះយើងក៏មានឧបករណ៍មួយនេះដែលជួយឲ្យអាងទឹករបស់យើងមានភាពស្រស់ស្អាតថ្លាហើយកម្ចាត់ស្លែបានល្អនេះគឺម៉ាស៊ីនខ្លអញ្ចឹងម៉ាស៊ីនខ្លទាំងអស់នេះគឺមាន3ប្រភេទអញ្ចឹងទីទៀតនេះខ្ញុំនឹងណែនាំបងពីប្រភេទនេះមួយអញ្ចឹងចាប់ផ្ដើមពីម៉ាស៊ីនខ្លខ្នាតទូទៅសម្រាប់អាងទឹកលក្ខណៈគ្រួសារណាអូខេម៉ាស៊ីនខ្លនេះខ្នាតទូជាងគេ model របស់វាគឺ ASC Nano អានេះលេខរបស់វាគឺលេខ08អញ្ចឹងចំពោះម៉ាស៊ីនខ្លខ្នាតនេះយើងមានចាប់ពីលេខ04 06 08ហើយនិង010សម្រាប់អាងទឹកលក្ខណៈគ្រួសារធំ50លីត្រចុះក្រោមអីយើងអាចប្រើបានតួនាទីរបស់វាគឺផលិតខ្លធម្មជាតិអញ្ចឹងប្រើសម្រាប់អាងទឹកប្រៃដើម្បីបងប្រើទៅវាបំលែងទៅជាខ្លធម្មជាតិអញ្ចឹងកាត់បន្ថយការប្រើប្រាស់ខ្លជាប្រចាំថ្ងៃដែរអញ្ចឹងសម្រាប់បងដែលគាត់មានដូចជា allergy នឹងខ្លអីគាត់ប្រើប្រភេទម៉ាស៊ីនខ្លនេះវាបំលែងទៅខ្លធម្មជាតិអញ្ចឹងអត់សូវប៉ះពាល់ច្រើនទេបន្តមកទៀតយើងចូលដល់ដែលរបស់វាមានឈ្មោះថា ASC 25ហ្នឹងbrand របស់វាមកបងហើយវាផលិតក្លបាន25ក្រាមក្នុង1ម៉ោងតួនាទីវាដូចគ្នាគឺផលិតក្លធម្មជាតិសម្រាប់ម៉ាស៊ីនក្លនេះគឺយើងប្រើសម្រាប់អាងបរិមាណទឹកគឺ50លីត្រឡើងទៅគឺប្រើបានហើយសម្រាប់ម៉ាស៊ីនក្លនេះយើងមានតួម៉ាស៊ីនមួយហើយយើងមានដុំខ្សែមួយសម្រាប់ខ្ញុំអូខេហើយវាមានគ្រឿងរបស់វាសម្រាប់ភ្ជាប់ដែរពេលបងតភ្ជាប់ជាមួយនឹងនៅក្នុងរ៉ូម៉ូទ័រទៅចាប់មួយដុំខ្សែហើយនឹងទួធុងនេះចូលដល់ model មួយទៀតគឺយើង model របស់វាមានឈ្មោះថា ASUC 25វាផលិតក្លបាន25ក្រាមក្នុង1ម៉ោងដូចគ្នាអញ្ចឹងគ្រាន់តែវាខុស model គ្នាទេទូទីរបស់វាគឺដូចគ្នាហើយវាមានតួម៉ាស៊ីនមួយហើយនឹងដុំខ្សែមួយដូចគ្នាដែរសម្រាប់ model ASUC នេះយើងមានចាប់ពីខ្នាតលេខ ASUC 15 ASUC 25ហើយនិង ASUC 50អញ្ចឹងសម្រាប់អាងទឹកបងត្រឹម50លីត្រឡើងទៅអាចប្រើបាននេះដល់100គីបអីក៏យើងមានលេខទៅតាមបរិមាណអាងទឹកបងជាក់ស្ដែងដែរអញ្ចឹងបើសិនជាបងមានតម្រូវការយកទៅតឡើងបន្ថែមដូចជាអាងពីដើមមកបងប្រើជាលក្ខណៈទឹកសាបហើយចង់ប្រើជាលក្ខណៈអាងទឹកប្រៃវិញណាដោយប្រើម៉ាស៊ីនខ្លនេះបងអាចជ្រើសរើសបានទៅតាមបរិមាណទឹកអាងជាក់ស្ដែងអញ្ចឹងបើសិនជាបងមានតម្រូវការតទៅទៅនឹងម៉ាស៊ីនខ្លនេះអាចតទៅមកកាន់ page ផ្លែអាងទឹក6Aបានទេហើយអាចតទៅមកកាន់លេខទូរស័ព្ទខាងលើផងដែរយើងមានក្រុមការងារក្នុងការប្រឹក្សាផ្ដល់យោបល់ជូនបងហើយសម្រាប់ម៉ាស៊ីនខ្លទាំងអស់នេះគឺយើងមាន promotion ពិសេសផងដែរអញ្ចឹងបើសិនជាមានតម្រូវការអាចតទៅមកកាន់ page ដែរអរគុណវីដេអូនេះគឺមានតែប៉ុណ្្នេះទេជួបគ្នានៅវីដេអូក្រោយបាយបាយ